តើប្រទេសកូរ៉េខាងជើងជាប្រទេសដែលក្រីក្របំផុតលួចផលិតអាវុធប្រឡាយលោកដោយរបៀបណានៅពេលយប់ផ្កាយរណបបានថតរូបភាពឧបទ្វីបកូរ៉េខាងត្បូងមានពន្លឺព្រាកដូចជាពេជ្រតែប្រទេសកូរ៉េខាងជើងងងឹតឆ្លុបដូចជាមហាសមុទ្រពិភពលោកខ្សែចំអកឲ្យភាពក្រីក្ររបស់ពួកគេប៉ុន្តែភាពងងឹតនេះហើយគឺជារនាំងបិទបាំងអ្វីគ្រប់យ៉ាងខណៈដែលប្រជាជនគ្មានអគ្គិសនីប្រើរដ្ឋអំណាចទីក្រុងព្យុងយ៉ាងអាចផលិតនៅមីស៊ីល HWIS-18 ឆ្លងទ្វីបដោយប្រើប្រេងឥន្ធនៈទំនើបស្មើនឹងអាមេរិកនិងរុស្ស៊ីតើលុយមកពីណាតើបច្ចេកវិទ្យាមកពីណាថ្ងៃនេះយើងនឹងមកបើកបង្ហាញឲ្យឃើញពីឧស្សាហកម្មយោធាសម្ងាត់របស់ប្រទេសកូរ៉េខាងជើងដែលពិភពលោកមើលរំលងពីមុនកូរ៉េខាងជើងផ្ដោតទៅលើតែទ័ពតែប៉ុណ្ណោះតែចូលមកដល់សម័យគីមចុងអ៊ុនគឺគេប្រើការអភិវឌ្ឍសេដ្ឋកិច្ចនិងអាវុធនុយក្លេអ៊ែរទន្ទឹមគ្នាហេតុអ្វីត្រូវតែមាននុយក្លេអ៊ែរសម្រាប់ពួកគេនុយក្លេអ៊ែរគឺជាធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសគេបើមាននុយក្លេអ៊ែរពួកគេមិនចាំបាច់ចំណាយលុយចិញ្ចឹមទ័ពថ្មើរជើងរាប់លានអ្នកដូចមុនទេការកាត់បន្ថយចំណាយទៅលើទ័ពធម្មតាដើម្បីរកលុយទៅធ្វើមីស៊ីលបើនិយាយអំពីការកេងកម្លាំងពលកម្មវិញយល់ពីប្រព័ន្ធលឿនមហាក្បួនដែលបង្ខំឲ្យប្រជាជនធ្វើការលើសកម្លាំងដើម្បីកសាងរោងចក្រអាវុធក្រោមដីតើប្រទេសកូរ៉េខាងជើងបានលុយមកពីណាដើម្បីផលិតនៅគ្រឿងសព្វាវុធបានយ៉ាងលឿននេះបើតាមមើលការវិភាគសកម្មភាពខុសច្បាប់មាន3ចំណុចធំ1គឺលុយគ្រីបតូយល់ពីឡាសាយូក្រូបដែលលួចលុយពីធនាគារកណ្ដាលរបស់បងក្លាដេសគ្រាន់តែឆ្នាំ2022ពួកគេលួចលុយបានជាង 1.7 ប៊ីលានដុល្លារ2ការលុកមាសនិងរ៉ែកម្រលួចនាំចេញរ៉ែធ្យូងថ្មនិងមាសទៅឲ្យក្រុមហ៊ុនងងឹតនៅប្រទេសចិនតាមការរយៈផ្ទេរទំនិញកណ្ដាលសមុទ្រដើម្បីគេចពីផ្កាយរណប3លុយคล้ายคล้ายសមត្ថភាពបោះពុម្ពក្រដាស់$100សហរដ្ឋអាមេរិកคล้ายคล้ายដែលសូម្បីតែម៉ាស៊ីនធនាគារក៏ពិបាកនឹងសម្គាល់លុយคล้ายคล้ายនេះដែរមួយវិញទៀតបើយើងនិយាយអំពីបច្ចេកវិទ្យាផលិតអាវុធពួកគេបាននាំចូលគ្រឿងបន្លាស់ស៊ីវិលដូចជាម៉ាស៊ីនបោកខោអាវគ្រឿងឡានរួចដកយកបន្ទះឈីបនិងប្រព័ន្ធ sensor មកបំពាក់លើដ្រូននិងមីស៊ីលអ្វីដែលអស្ចារ្យបំផុតនោះគឺពួកគេបានសាងសង់រោងចក្រក្រោមដីគឺជាការផលិតនូវគ្រឿងសព្វាវុធរបស់ប្រទេសកូរ៉េខាងជើងដែលមានរោងចក្រនៅក្នុងដីជ្រៅបំផុតដើម្បីការពារពីការទម្លាក់គ្រាប់បែកនិងការពារពីប្រព័ន្ធផ្កាយរណបភាពខ្លាំងមួយទៀតរបស់ប្រទេសកូរ៉េខាងជើងគឺការចងសម្ព័ន្ធមិត្តជាមួយនឹងចិនរុស្ស៊ីនិងអ៊ឺរ៉ង់បើនិយាយអំពីចិនវិញចិនបានផ្ដល់ប្រេង 90% ឲ្យកូរ៉េខាងជើងបើគ្មានចិនកូរ៉េខាងជើងមិនអាចដំណើរការយុទ្ធក្រោះនិងមីស៊ីលបានឡើយមួយទៀតកិច្ចព្រមព្រៀងសង្គ្រាមអ៊ុយក្រែនចំណុចក្តៅបំផុតកូរ៉េខាងជើងលក់គ្រាប់កាំភ្លើងធំឲ្យរុស្ស៊ីរាប់លានគ្រាប់ដូចជាបច្ចេកវិទ្យាផ្កាយរណបស៊ើបការនិងយន្តហោះចម្បាំងដើម្បីលក់ទៅឲ្យអ៊ុយក្រែននិងរុស្ស៊ីកិច្ចសហប្រតិបត្តិការជាមួយអ៊ឺរ៉ង់ការដោះដូរបច្ចេកវិទ្យាទំនើបមីស៊ីល ballistic មីស៊ីលកូរ៉េខាងជើងនិងអ៊ឺរ៉ង់
មានរូបរាងដូចគ្នាព្រោះតែបច្ចេកវិទ្យាតែមួយបើនិយាយអំពីប្រទេសកូរ៉េខាងជើងបានបង្ហាញឲ្យឃើញថាបើប្រទេសមួយសុខចិត្តលះបង់ជីវភាពប្រជាជនទាំងស្រុងពួកគេអាចក្លាយជាមហាអំណាចយោធាបានពួកគេមិនត្រូវការសេដ្ឋកិច្ចលំដាប់ថ្នាក់ពិភពលោកទេពួកគេត្រូវការតែសេដ្ឋកិច្ចដែលគ្រប់គ្រាន់ផលិតនៅគ្រាប់បែកនិងគ្រឿងសព្វាវុធទំនើបតើពិភពលោកគួរដោះស្រាយជាមួយមហាអំណាចក្រីក្រនេះដោយរបៀបណាបើទណ្ឌកម្មមិនអាចបញ្ចប់ពួកគេបានតើថ្ងៃអនាគតនឹងទៅជាយ៉ាងណាសូមខមមិនបញ្ចេញមតិរបស់ប្រិមិត្តខាងក្រោមបានសូមអរគុណ